បាទសួស្តីថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកទាក់ទងជាមួយនឹងគេហៅថា Google Suite ណាក៏ Google One តែបើសិនជាយើងមាន account Google ហើយយើងអាច access បានในខ្លះចឹងតាមពិតនៅក្នុង account Google គឺយើង access បានច្រើននៅក្នុងហ្នឹងចឹងណាចឹងតាមពិតទៅ Google មាន function ច្រើនមែនតើដែលយើងអាចធ្វើដូចកន្លែងនេះខ្ញុំចុចឲ្យមើលមុនហ្នឹងមិញយើងអាចចុចនៅលើកន្លែងដែលខ្ញុំគូវងនេះបាទនេះកន្លែង Google App ដាក់ហ្នឹងចុចមកវានឹងត្រប់ចេញមកពី function ឬក៏ app នៅក្នុង Google មានទាំង Gemini មានដែលជាគេហៅថា AI មួយដូច ChatGPT ចឹងដែរប៉ុន្តែនៅថ្ងៃនេះខ្ញុំលើកយកមកតបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកទាក់ទងជាមួយនឹង Google Form មួយដែលជា application មួយរបស់ Google ដែលជួយយើងក្នុងការធ្វើគេហៅថា survey អញ្ចឹងសម្រាប់អ្នកគាត់ការងារខាង HR ឬក៏ខាង sales ខាងអីដែលគាត់មានតម្រូវការធ្វើ survey ណាជាមួយនឹងអតិថិជនបាទឬក៏ជាមួយក្រុមការងារឬក៏ជាមួយនឹងបុគ្គលិកគាត់អាចប្រើប្រាស់បានហើយសម្រាប់វីដេអូនេះគឺខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងតើវាមាននៅក្នុង Google Form នោះមាន template អីខ្លះចឹងណាហ្នឹងហើយខ្ញុំនឹងរើសយក template មួយដើម្បីមកធ្វើបង្ហាញបាទហើយខ្ញុំបានធ្វើវីដេអូមុនមួយហើយទាក់ទងជាមួយនឹងការធ្វើ survey ដែលយើងប្រើប្រាស់ blank form ថាយើងអត់ប្រើប្រាស់ template របស់គេទេយើងប្រើ template របស់យើងវិញហើយរបៀបក្នុងការបញ្ចូលទៅជាមួយនឹង page សំណួរមួយអញ្ចឹងថ្ងៃនេះខ្ញុំគាត់បង្ហាញទៅជាមួយនឹង form ណាអញ្ចឹងមានថាក្នុង Google Form យើងអាចរើសយក form ណាមួយដែលវាត្រូវជាមួយយើងព្រោះគេមានជា template ស្រាយឧទាហរណ៍ដូចជាយើងបើសិនយើងចង់ប្រមូលព័ត៌មានឬហៅថា contact information or SVP នេះគឺមានថា reservation មានថាបើសិនយើងចង់ឲ្យជាអតិថិជនក៏ reserve មុនយើងអាចផ្សាយទៅតែក្នុងករណីនេះគឺខ្ញុំសូមលើកតទៅជាមួយនឹង party invite មានថាតទៅជាមួយនឹងយើងអញ្ជើញមិត្តភ័ក្តិបងប្អូនយើងហ្នឹងដើម្បីមកចូលរួមកម្មវិធី party បាទអញ្ចឹងខ្ញុំដាក់ឧទាហរណ៍ថា party invitation on Khmer New Year ហ្នឹងទៅអញ្ចឹងខ្ញុំប្រើ template របស់ Google Form មានស្រេចក្នុងហ្នឹងអញ្ចឹងនៅក្នុងកន្លែង description ខ្ញុំគាត់បង្ហាញថាអូខេសួស្តីអ្នកនរគ្នាអញ្ចឹងមុនដល់ចូលក្នុងខ្មែរខ្ញុំចង់ gathering អ្នកនរគ្នាបន្តិចណាអញ្ចឹងអាចសុំអ្នកនរគ្នាចូលរួមបំពេញsurvey ខាងក្រោមដើម្បីខ្ញុំចង់ដឹងថាតើនរណាអាចចូលរួមខ្លះនរណាដែលអត់អញ្ចឹងណាបាទអញ្ចឹងនៅក្នុងក្រោមគេមានសំណួរយើងស្រាយអញ្ចឹងសំណួរនេះយើងអាចដូរផ្លាស់ប្ដូរវាក៏បានទៅតាមរបស់យើងឬក៏យើងយករបស់គេទាំងដុលក៏បានដែរអញ្ចឹងណាហ្នឹងហើយបាទបាទអញ្ចឹងនៅក្នុងនេះខ្ញុំសរសេរហើយអញ្ចឹងខ្ញុំឲ្យគាត់ចំណាយពេល1-2នាទីដើម្បីក្នុងការពេញបាទចឹងខ្ញុំគ្រាន់ពេញប៉ុណ្ណឹងមកបាទហើយសរសេរវងសរសេរបាទអញ្ចឹងសរសេររំលឹកសរសេរព្រោះនេះសរសេរភ្លាមដែលយើងអត់មានការគ្រោងទុកទេហ្នឹងហើយបាទអញ្ចឹងកន្លែងនេះយើងចង់បានឈ្មោះអញ្ចឹងឈ្មោះនេះយើងយកជា short name ឬក៏អីអញ្ចឹងទៅណាឈ្មោះណាគេគាត់ចូលមកហើយខ្ញុំដាក់ require មិនថាខ្ញុំទាមទារតែដាក់ឈ្មោះព្រោះអាហ្នឹងគេថាការដឹងឈ្មោះដែរគាត់ confirm អត់មានឈ្មោះយើងអត់ដឹងថាពីណាគេទេអញ្ចឹងយើងដឹងឈ្មោះងាយស្រួលការរៀបចំទៅមកឲ្យគាត់ confirm គាត់អាចចូលរួមបានអត់ហើយគាត់ចូលរួមហ្នឹងគាត់ចូលរួមប្រហែលអ្នកពីខាងគាត់ហ្នឹងមកណាហ្នឹងហើយគាត់ចង់យកអីមកចូលរួមធ្វើ party នឹងដាក់អត់គាត់ចង់យកចូលមកក៏ដាក់មកតែបើសិនសំណួរនេះយើងអត់ចង់ទេយើងលុបចោលទៅអញ្ចឹងណាហ្នឹងហើយបើសិនយើងចង់ដូរទៅបាទហើយបន្តមកទៀតយើងក៏សួរគាត់ថាតើគាត់មាន allergy ជាមួយនឹងម្ហូបអីអត់មានជួយប្រាប់ឈ្មោះផងដើម្បីយើងសួររៀបចំអញ្ចឹងណាហើយយើងអាចយកទៅជាមួយ address email ឬក៏ជា phone number ឬក៏អីណាដើម្បីយើងសួរតាក់ទងនឹងថ្ងៃគាត់មកហ្នឹងអញ្ចឹងបាទចឹងហ្នឹងគឺជា form របស់គេគឺវាងាយប៉ុណ្ណឹងបាទអត់មានអីពិបាកទេបាទអញ្ចឹងនេះគឺភាពងាយស្រួលក្នុងការ Google Form អញ្ចឹង Google Form គឺ free of charge ទេយកត្រូវការអស់លុយអស់កាក់អីទេហ្នឹងសម្រាប់យើងជាធ្វើ survey តូចៗchúng taយើងចង់បានជាព័ត៌មាន survey ជា party ទៅដើរលេងទៅអីយើងខ្ជិលសួរនាំច្រើនយើង pass ទៅ link រៀបចំក្នុង Google Form ហ្នឹងទៅ pass link ឲ្យគេទៅអញ្ចឹងយើង collect ព័ត៌មានបានណាអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងស្រួលវាជួយឲ្យយើងកាត់បន្ថយពេលវេលា call ទៅ verify ម្នាក់ហ្នឹងទៅហើយនៅក្នុងនេះគាត់បង្ហាញទៅមួយ response អញ្ចឹងនៅក្នុងនេះគ្រាន់ថាយើងអាចចូលទៅ setting របស់គេយើងអាចចូលទៅតើយើងចង់ set វាមិនអីមិន default ព្រោះក្នុងនេះគេមានជា default function ឲ្យហើយអញ្ចឹងណាហ្នឹងហើយអ
chẳng response nó nhưng trong rồi sân mà copy từ nè lại còn bên bên na đây còn dạng mày chẳng á này hay dạng tìm tiền dùng chỉ email cái là để tìm tiền email nó còn là nhá mình Google account mình Gmail account nhá tại mình nhóm mình giờ đã tênของcả này thì chẳng hay nhưng còn limit đã thay mà nè response mà đó thì mình nè response được tìm mình đó nhưng một bạn ca mình này chẳng chẳng ai limit chẳng đài tại một page sầm nổ khác dương ai nên là khác họ đã trâu lên phim đònอย่างแต่นั้นนะchúng ta có trâu có mấy cái phim này có phở device thằng mua cho có đã trâu lên phim đòn bàn chẳng mà ba nó đưa đến trong còn đại mới tới chân mình tham viên miền trở để tôi chúng em progress 3 FMC chẳng á bà hay này tôi mới respond trong bài hai tôi mới đăng chứng bây giờ phải dùng publish tới chân phim publish trái nhưng đại cái mưa khơi được từ cái anyone can open this link đó ngày tóm móc nhưng lần bài hai tôi một preview những ai preview bên bán cho tầm bên nhạy bàn không nằm chắc đó bạn chẳng cái đôi chuyện nghe phần năng thế này dùng chuyện dừng lại này lại tìm chẳng lại xem nó dừng anh từ đâu dừng preview mờ nó dừng preview mờ ta form với bên tranh tầm rồng mạch bây giờ đã trâu chẳng đó ngàyហើយlạiនេះយើងអាចដូរ theme នោះឲ្យបានហើយ theme នេះយើងអាច customize ទៅជាមួយ font ទៅជាមួយនឹង theme ទៅជាមួយនឹង header photo ឲ្យបានអញ្ចឹងណាហ្នឹងហើយបាទអញ្ចឹងក្នុងនេះអាចអ្នកទាំងអស់គ្នាអាចមើលនៅក្នុងហ្នឹងឃើញហ្នឹងបាទអញ្ចឹងខ្ញុំនឹងបង្ហាញហ្នឹងគឺទៅមួយរបៀបយើងចង់share link ទៅឲ្យគេយើងធ្វើមិនយើងបានចូលឡើង share ទៅយើងអាច shorten link ឲ្យខ្លីបានណា shorten យើង pass link ហ្នឹងទៅតាម Telegram Messenger WhatsApp ផ្សេងៗទៅណាហ្នឹងហើយហើយអញ្ចឹងមិត្តភ័ក្តិរបស់យើងគេចូលគេអាចចូលទៅពេញហើយនៅក្នុងហ្នឹងបាទអញ្ចឹងវាជាមានតែប៉ុណ្្នឹងទេអរគុណច្រើនតេតងសម្រាប់ការទស្សនាតេតងជាមួយនឹងវីដេអូមួយនេះហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញតេតងជាមួយនឹងគេហៅប្រដាប់របស់ Google ផ្សេងទៀតតែវាមានលក្ខណៈស្តៀងគ្នាជាមួយនឹង Microsoft Office ដែរគឺ Microsoft Word Excel និង PowerPoint នៅក្នុង Google ប្រដាប់របស់គាត់គេហៅថា Google Sheet តេតងជាមួយនឹង Word ទៅជាមួយនឹង Google Slide អញ្ចឹងណាហ្នឹងបាទអរគុណច្រើនអរគុណ